យាមធម៌របស់សត្វលោកកើតជាខ្លាមិនក្រហមក៏គួរក្រែងកើតជាតោមិនក្រញែងក៏គួរខ្លាចកើតជាគ្រុឌមិនហោះហើរក៏អង្អាចកើតជាប្រាជ្ញគ្មានអំណាចក៏ខ្ពង់ខ្ពស់ជាកេណោទោះរូបល្អក៏ជាសត្វជានាគរាជច្រើនសម្បត្តិក៏ពូជពោះជារាជហង្សច្រើនបរិវារសត្វទាំងអស់ជាពេលមនុស្សទោះនៅខ្ពស់ក៏រស់ទាបនៅក្នុងមេលវៈវគ្គទី18នៃព្រះគាថាធម្មបទព្រះពុទ្ធអង្គទ្រង់ត្រាស់សម្ដែងថាបុគ្គលមិនមានសេចក្តីអៀនខ្មាស់ក្លៀវក្លាដោយសត្វក្អែកកំចាត់បង់គុណរបស់អ្នកដទៃជាអ្នកឆ្លៀនពៀនស្ទុះស្ទាយកមុខជាអ្នកខ្នឹះខ្នងឆ្គាំឆ្គងជាមនុស្សសៅហ្មងរស់នៅដោយងាយព្រោះសម្បូរដោយបច្ច័យ4ចំណែកបុគ្គលអ្នកមានសេចក្តីអៀនខ្មាស់ស្វែងរកអំពើស្អាតជានិច្ចមិនទម្រុនមិនខ្នឹះខ្នងឃើញការចិញ្ចឹមជីវិតដោយបរិសុទ្ធថាជាខ្លឹមសារក៏មានការរស់នៅដោយលំបាកព្រោះខ្វះខាតបច្ច័យ4ហើយមិនទំលាយនៅអាជីវសម្បត្តិរបស់ខ្លួន